ថ្ងៃថ្មីព័ត៌មានថ្ងៃនេះនិយាយពីហ្គេម Mobile Legends ដែលមាន Tournament M7 World Champion ប្រភេទ Tournament មួយនេះគឺជាប្រភេទ Tournament M World Champion ហើយគ្រប់គ្រងដោយ Moonchun ប្រភេទទូរស័ព្ទដែលត្រូវប្រើគឺ Mac Realme 15 Pro ទីតាំងប្រកួតនៅប្រទេសឥណ្ឌូនេស៊ី Jakarta 5,100,000 លានការចាប់ផ្ដើមប្រកួតនឹងថ្ងៃទី3 ខែ 1 2026 រហូតដល់ថ្ងៃទី25 ខែ 1 2026ចំពោះការប្រកួតគេបែងចែកជា3មាន Wild Card, Sweet Stake ហើយ Knockout Stake ការប្រកួត Wild Card គឺមាន8 team ហើយក្នុង8 team គេបែងចែកជា2ក្រុមមានក្រុម A និងក្រុម B ហើយក្នុងមួយក្រុមគឺមាន4 team ក្នុងក្រុមនីមួយៗនឹងធ្វើការប្រកួតគ្នាបែបលក្ខណៈ Best of 3ដែលស្វែងរក team ដែលខ្លាំងលេខ1លេខ2នៅក្នុង pool ដើម្បីធ្វើការប្រកួតគ្នាបន្តទៀតបន្ទាប់ពីរកឃើញ team ដែលនៅក្នុង pool លេខ1លេខ2រួចរាល់ហើយពួកគេនឹងប្រកួតម្ដងទៀតដើម្បីស្វែងរកអ្នកឈ្នះនិងអ្នកចាញ់ហើយចំពោះការប្រកួតវិញគឺលេខ1ពូ A និងប៉ះលេខ2ពូ B ហើយលេខ2ពូ B និងប៉ះលេខ1ពូ A វិញចំពោះការប្រកួតនេះបែបលក្ខណៈ Best of 5អញ្ចឹងអ្នកដែលឈ្នះនៅក្នុងវគ្គប្រកួតចុងក្រោយ Best of 5នេះនឹងទទួលបានកៅអីទៅ Sweet Stake ហើយសូមបញ្ជាក់អំពីការប្រកួត Wild Card ហ្នឹងគឺមានរយៈពេល3ថ្ងៃទី3ដល់ថ្ងៃទី6ចំពោះការប្រកួត Sweet Stake វិញគឺប្រកួតនៅថ្ងៃទី10ដល់ថ្ងៃទី17ខែ1បន្ទាប់ពីរកឃើញ2 team ដែលបានប្រកួតឈ្នះ Wild Card ឡើងមក Sweet Stake ពួកគេនឹងធ្វើការប្រកួតគ្នាលក្ខណៈ Best of 1ក្នុងការប្រកួត Sweet Stake ហើយនឹងមានការប្រកួតរហូតប៉ុន្តែខ្ញុំសូមអត់រំអិតរឿងហ្នឹងដោយសារថាតារាងវារៀងញ៉ៃញ៉ៃអញ្ចឹងខ្ញុំដាក់តារាងឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលតាមនឹងបានបើសិនជា Best of 1ឬក៏ Best of 2អ្នកទាំងអស់គ្នាអាចមើលតាមនឹងបានសូមបញ្ជាក់មួយទៀតនៅក្នុង16 team ហ្នឹងនឹងមាន8 team តែប៉ុណ្ណោះដែលឡើងទៅ Knockout Stage ហើយ8 team ទៀតនឹងធ្វើការចាក់ចេញពីកម្មវិធីបន្ទាប់ពីរកឃើញ8ក្រុមដែលគាត់បានឈ្នះនៅក្នុង Sweet Stage នោះនឹងឡើងបន្តទៅ Knockout Stage មុននឹងឡើងទៅ Knockout Stage ក្រុមទាំង8នឹងត្រូវគេបានធ្វើការចាប់ឆ្នោតដើម្បីស្វែងរកក្រុមរបស់ខ្លួនឯងប្រកួតនៅថ្ងៃទី18បន្ទាប់ពីរកឃើញក្រុមដែលខ្លួនឯងទៅប្រកួតហើយនឹងធ្វើការប្រកួតនៅថ្ងៃទី21រហូតដល់ថ្ងៃទី25ពេលឡើងទៅវគ្គ Knockout Stage អញ្ចឹងក្រុមទាំងអស់នឹងប្រកួតគ្នា Best of 3បន្ទាប់ពី Best of 3នឹងហើយការប្រកួតក្រោយៗទៀតនឹងក្លាយទៅជា Best of 5ទាំងអស់លើកលែងតែ Grand Final ប៉ុណ្ណោះដែលត្រូវប្រកួតគ្នាថ្ងៃទី25ដែលជា Best of 7ឥឡូវនេះយើងមកនិយាយពីប្រាក់រង្វាន់វិញអញ្ចឹងនៅក្នុងរូបភាពហ្នឹងគឺគេបូកបញ្ចូលទាំង Wild Card អីមួយគ្នាទាំងអស់ហ្មងបន្ទាប់ពីអ្នកទាំងអស់គ្នាបានដឹងអំពីទឹកប្រាក់ពីចំណាត់ថ្នាក់លេខ22ដល់លេខ5ហើយឥឡូវយើងចូលដល់លេខ1ដល់លេខ4វិញចំពោះ team ដែលមានចំណាត់ថ្នាក់លេខ4គឺបានទឹកប្រាក់ 60,000 លេខ3បាន 90,000 លេខ2បាន 15,000 ហើយលេខ1គឺបាន 32,000 ក្រុមលេខ1ដែល player លេងបាន MVP ហ្នឹងនឹងទទួលបានទឹកប្រាក់បន្ថែមទៅលើ player MVP ហ្នឹងចំនួន $5,000 បន្ថែមទៀតព័ត៌មាន Game Mobile Legends M7 World Champion គឺបានបញ្ចប់ហើយអញ្ចឹងខ្ញុំនឹងសង្ខេបបន្តិចទៀតឲ្យអ្នកទាំងអស់គ្នាបានកាន់តែយល់អញ្ចឹងការប្រកួតហ្នឹងគឺមាន3មាន Wild Card, Sweet Stake ហើយនិង Knockout Stage Wild Card ថ្ងៃទី3ខែ1ដល់ថ្ងៃ6ខែ1 Sweet Stake ថ្ងៃទី10ខែ1ដល់ថ្ងៃទី17ខែ1 Knockout Stage ចាប់ក្រុមថ្ងៃទី18ប្រកួតថ្ងៃទី21ខែ1ដល់ថ្ងៃទី25ខែ1M7 ហ្នឹងមាន team ចំនួន22ក្រុម Wild Card 8ក្រុមនិង Group Stage 16ក្រុមឥណ្ឌូនេស៊ី2ក្រុមហ្វីលីពីន2ក្រុមម៉ាឡេស៊ី2ក្រុមមានសិង្ហបុរីប្រទេសខ្មែរយើងអារ៉ាប៊ីសាអូឌីតមីយ៉ាន់ម៉ា Team Spirit មកពី MCC ហើយទូគី Chile ហើយនិងចិនចំពោះ Wild Card មានក្រុមមកពីប្រទេសវៀតណាមអារ៉ាប់ទូគី Virtus Pro អាចមកពីរុស្ស៊ីឡាវចិនម៉ុងហ្គោនិងជប៉ុនវីដេអូខ្ញុំចប់ហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយ